ស្រីទៅយើងមិនទៅទេណាមួយល្ងាចនេះយើងជាប់រវល់ផងក៏បានទៅម្នាក់ឯងក៏បានដែរណែប្រយ័ត្នស្ដាយក្រោយវើយឯងមិនគិតចេញទៅខាងក្រៅខ្លះទីអីស្រីស្អាតណាស់វើយឯងទៅថ្ងៃនេះខ្យល់អីបកចៅមកលេងផ្ទះយាយបែបនេះយ៉ាងម៉េចហើយឪពុករបស់ឯងសុខសប្បាយទីតាំងពីមានប្រពន្ធថ្មីមកដូចជាប្រងួយនឹងយាយណាស់ព្រោះតែបែបនេះហើយទៅខ្ញុំមកលេងម្ចាស់យាយនឹងណាព្រោះខ្ញុំដឹងថាពុកប្រកាសជាធ្វើបានគាត់នឹងរកប្រាក់បានហើយគាត់នឹងត្រឡប់មករកយើងវិញណាម៉ែកុំពិបាកចិត្តអីសប្បាយចិត្តណាស់ដែលលោកពញាមកលេងផ្ទះខ្ញុំពិតជាសុំទោសផងដែលមិនបានទៅទទួលផ្ទាល់សូមជឿនៅរឿងទីសកោបបេះដូងនិពន្ធនឹងផលិតដោយកញ្ញាសុខាមានគ្រួសារមួយរស់នៅក្នុងភូមិតូចមួយគ្រួសាររបស់គេមានគ្នា3នាក់ពួកគេធ្វើការចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃជីវភាពកាន់តែថយទៅថែមទាំងជំពាក់បំណុលគេទៀតផងមីងព្រីងនិងពូឆយមានកូនស្រីម្នាក់រូបសម្ផស្សស្រស់ស្អាតនាងអកតញ្ញូចំពោះឪពុកម្ដាយណាស់សុខចិត្តលះបង់ទៅធ្វើការបម្រើគេដើម្បីកាត់បំណុលពុកវាពេលនេះយើងរកអីក៏មិនបានដែរធ្វើស្រែក៏មិនបានរកអ្វីក៏មិនបានថែមទាំងជំពាក់បំណុលគេទៀតផងពុកវាគិតយ៉ាងម៉េចទៅជួយគិតខ្ញុំផងខ្ញុំមិនដឹងគិតយ៉ាងម៉េចទេម៉ែវាមានតែផ្លូវមួយទេដែលអាចដោះស្រាយបញ្ហាបានគឺទៅខ្ចីលុយលោកពជាទៀតទៅក្រែងបានទាន់មករកស៊ីខ្លះយើងខ្ចីពីលើកមុនមិនទាន់សងផងបើទៅខ្ចីទៀតក្រែងលោកពជាមិនអោយទេខ្ញុំចង់ឲ្យពុកវីឯងទៅធ្វើការក្រែងបានលុយខ្លះកូនយើងវានៅក្មេងណាស់គេធ្វើអីក៏មិនកើតដែរបានតែនៅផ្ទះដាំបាយធ្វើម្ហូបតែប៉ុណ្ណោះឲ្យខ្ញុំទៅរកការងារឯណាទៅគ្មានអ្នករឹតខ្ញុំទេខ្ញុំគិតថាទៅរកខ្ចីលុយលោកបញ្ជាម្ដងទៀតទៅបើខ្ចីបានហើយបងនឹងយកលុយទៅបណ្ដាក់ទុនក្រែងបានលុយមកសងគេខ្លះនេះពុកវីឯងគិតបែបហ្នឹងឯងបានខ្ញុំព្រមទៅម្ដងចោះបើខ្ចីបានហើយពុកវីឯងកុំយកលុយទៅចាយផ្ដេសផ្ដាស់អីសោះព្រោះយើងជំពាក់លុយគេច្រើនណាស់បាទខ្ញុំដឹងហើយពេលយប់មកដល់ភ្លើងជង្គៀងភ្លឺពេញបន្ទប់ខ្យល់បក់មកវូធ្វើឲ្យនាងចន្ទ្រាដេកមិនលក់នាងអង្គុយគិតមើលព្រះច័ន្ទភ្លឺពីពេញមេឃចិត្តនាងនៅមិនស្ងប់ព្រោះគិតថានាងមិនដែលរកអ្វីសងគុណឪពុកម្ដាយឡើយក្នុងចិត្តគេចង់ទៅធ្វើការរកស៊ីចិញ្ចឹមឪពុកណាស់នៅផ្ទះលោកពញាពូឆយមិញព្រីងមកផ្ទះខ្ញុំតើមានការអ្វីដែរឬមួយយកប្រាក់មកសងខ្ញុំណែគឺខ្ញុំមកនេះខ្ញុំចង់ខ្ចីលុយលោកបញ្ជាម្ដងទៀតព្រោះខ្ញុំពេលនេះខ្វះខាតខ្លាំងណាស់ទៅខ្ញុំដាច់ចិត្តមកម្ដងទៀតលោកបញ្ជាអធិស្ឋានផងចោពិតមែនហើយលោកបញ្ជាពេលដែលខ្ញុំរកប្រាក់បានហើយខ្ញុំប្រយ័ត្នយកមកសងភ្លាមតើលោកបញ្ជាឲ្យខ្ញុំខ្ចីទេទៀនម្ចាស់ប្រកាសជាបានហើយតែមានលក្ខខណ្ឌអ្វីខ្លះទៀនម្ចាស់លក្ខខណ្ឌខ្ញុំស្រួលទេខ្ញុំធ្វើលិខិតសន្យារយៈពេល3ខែបើអ្នកទាំងពីរមិនព្រមសងលុយខ្ញុំទាំងអស់នោះទេខ្ញុំនឹងរឹបអូសផ្ទះរបស់អ្នកទាំងពីរតើលក្ខខណ្ឌខ្ញុំនេះទទួលបានទេតើគិតធ្វើយ៉ាងម៉េចទៅពុកពីបាទលោកពញាខ្ញុំយល់ព្រមអ្នកទាំងពីរគិតច្បាស់លាស់ហើយមែនទេបើអញ្ចឹងអ្នកទាំងពីរចេញទៅចាំខាងក្រៅសិនទៅខ្ញុំនឹងប្រើគេយកប្រាក់មកឲ្យចាទៀនម្ចាស់លោកពុកអ្នកណាមករកអីទៀតហើយលោកពុកគឺពូឆយនិងមីងព្រីងមករកខ្ចីប្រាក់នេះកូនគិតចេញទៅណាទៀតហើយថ្ងៃនេះតែងខ្លួនស្អាតបាតទៀតផងគឺខ្ញុំទៅរកអាភាព្រោះថ្ងៃនេះគេណាត់ខ្ញុំឲ្យទៅជួប
ព្រោះគេមានរឿងចង់និយាយជាមួយខ្ញុំផងណាពុកនេះប្រកាសហើយថាក្មួយភីណាត់គូនទៅជួបនោះបាទប្រកាសណាបើអញ្ចឹងខ្ញុំទៅហើយណាពុកក្រែងទៅមិនទាន់ហើយអាកូនអ្នកនេះពិតជាក្បាលខូចមែនណែអាភីនេះឯងមិនធុញទេយើងឃើញឯងពេលណាក៏ឃើញមើលតែសិភៅដែរវើយនេះឯងមិនធុញខ្លះទេអីយើងចូលចិត្តមើលសិភៅមិនដូចឯងទេគិតតែពីដើរលេងនេះឯងចេញពីផ្ទះបានប្រហែលរកល្បិចអីទៀតហើយមែនទេយើងស្គាល់ឯងច្រើនឆ្នាំហើយឯងនៅតែដល់ដែរបើយើងមិនធ្វើអញ្ចឹងធ្វើម៉េចយើងបានមកជួបឯងទៅថ្ងៃនេះឯងទៅដើរលេងជាមួយយើងទេវើយស្រីស្អាតណាស់វើយទុកលុយរបស់ឯងនេះឲ្យស្រីទៅយើងមិនទៅទេណាមួយល្ងាចនេះយើងជាប់រវល់ផងក៏បានទៅម្នាក់ឯងក៏បានដែរណែប្រយ័ត្នស្ដាយក្រោយវើយឯងមិនគិតចេញទៅខាងក្រៅខ្លះទេអីស្រីស្អាតណាស់វើយឯងទៅចោះមិនបាច់និយាយឌឺដងឲ្យយើងទេយើងទុកពេលរៀនសូត្រវិញល្អជាងតាមចិត្តយើងទៅហើយពុកវីឯងយកប្រាក់ទៅធ្វើអីដែរតែខ្ញុំក្រែកពុកវីឯងយកប្រាក់ទៅធ្វើអ្វីផ្ដេសផ្ដាស់ណាណៃនឹងព្រីងយើងមិនល្ងងទេវើយយើងយកប្រាក់ទៅបណ្ដាក់ទួនជាមួយអាខ្លាព្រោះយើងឮថាវារកជួញដូរក្រណាត់យូរណាស់មកហើយផ្ទះដែលវារស់នៅសប្តាហ៍ថ្ងៃនេះក៏មុខរបរនឹងដែរហើយបានប្រាក់ច្រើនទៀតផងម៉ែវាឯងកុំបារម្ភអីខ្ញុំប្រកាសជារកប្រាក់មកសងបំណុលគេទាំងអស់មិនខានឯងមកមើលកូនចុះខ្ញុំទៅហើយពុកវាតើខ្ញុំទុកចិត្តទេថាគេយកប្រាក់នេះទៅបណ្ដាក់ទួនមែនម៉ែខ្ញុំមកវិញហើយចន្ទ្រីកូនមកវិញហើយម៉ែមានរឿងអីមែនទេហេតុអីក៏ទឹកមកម៉ែថ្ងៃនេះមិនសូវសប្បាយចិត្តសោះចាស់ឯណាពុករបស់ឯងគេទៅរកស៊ីហើយ2-3ថ្ងៃបានត្រឡប់មកវិញថ្ងៃនេះកូនលក់បន្លែអស់ទេប្រកាសជាអស់ហើយម៉ែខ្ញុំទៅហើយនោះពុកកូនទៅធ្វើអ្វីដែរទៅម៉ែឮពុកកូនថាទៅជួញដូរក្រណាត់សូត្រណាកូនចាម៉ែបើអញ្ចឹងខ្ញុំទៅដាំបាយហើយណាម៉ែទៅចុះកូនថ្ងៃនេះពិតជាសប្បាយចិត្តណាស់គ្មានអ្វីសប្បាយចិត្តជាងនេះទេហេតុអីថ្ងៃនេះផ្ទះក៏ស្ងាត់ម្លេះទៅណាបាត់អស់ហើយអញ្ចេះអាដូងបាត់អ្នកប្រុសហៅខ្ញុំមានការអីទៅអ្នកប្រុសលោកពុកទៅណាហើយបាទអ្នកប្រុសលោកពញាទៅផ្ទះអ្នកអង្គម្ចាស់តើអ្នកប្រុសចង់សួរអ្វីទៀតទេបាទឯងមានដឹងទេថាលោកពុកទៅធ្វើអ្វីដែរខ្ញុំមិនដឹងទេអ្នកប្រុសបានហើយឯងទៅវិញចុះបាទអ្នកប្រុសខ្ញុំសប្បាយចិត្តណាស់ដែលលោកពញាមកវិញផ្ទះខ្ញុំពិតជាសុំទោសផងដែលមិនបានទៅទទួលផ្ទាល់បាទមិនអីទេខ្ញុំទេដែលត្រូវសុំទោសអ្នកអង្គម្ចាស់ខ្ញុំមកហើយមិនបានប្រាប់មុនពិតមែនហើយខ្ញុំឮថាកូនស្រីអ្នកអង្គម្ចាស់ត្រឡប់មកវិញហើយមែនទេបាទប្រកាសហើយកូនស្រីរបស់ខ្ញុំត្រឡប់មកវិញហើយតែពេលនេះកូនស្រីរបស់ខ្ញុំទៅលេងម្ចាស់ម៉ៃនៅឯស្រុកឯណោះគូឲ្យស្ដាយណាស់ដែលមិនបានជួបបើមិនយល់ទោះទីជប់ទីលោកពញានៅសម្រាប់នៅទីនេះមួយយប់បានទេខ្ញុំនឹងឲ្យគេរៀបចំបន្ទប់ឲ្យព្រោះយើងទាំងពីរមិនដែលបានជួបគ្នាទេបាទមិនអីទេខ្ញុំអរគុណហើយព្រោះខ្ញុំរវល់ការងារនៅឯផ្ទះផងខ្ញុំមិនអាចសម្រាប់នៅទីនេះបានទេសូមអធិស្ឋានផងចុះចាំពេលវេលាល្អខ្ញុំនឹងមកម្ដងទៀតតែពេលនេះខ្ញុំសូមត្រឡប់ទៅវិញសិនហើយបាទបើអញ្ចឹងខ្ញុំឲ្យគេជូនដំណើរអរគុណហើយថាយ៉ាងម៉េចឯងចង់មិនដាក់ទុនរកស៊ីជាមួយយើងអញ្ចឹងឯងនិយាយលេងមែនទេយើងមិននិយាយលេងទេ
គឺយើងចង់រកស៊ីជាមួយឯងពិតមែនពីព្រោះគ្រួសារយើងឥឡូវនេះកំពុងតែជួបពិបាកបានយើងមករកឯងជួយយើងបន្តិចបានទេរឿងជួយនោះប្រកាសជាបានហើយតែសំខាន់រឿងលុយវើយឯងមានលុយទេតើប៉ុន្មានគ្រប់ទៅយើងមានតែ10តម្លឹងទេប៉ុណ្្នឹងបានទេយើងឃើញឯងស្កាត់មករកយើងដល់កន្លែងបែបនេះបានយើងជួយឯងម្ដងចោះថ្ងៃស្អែកនេះឯងយកក្រណាត់យើងនេះយកទៅឲ្យមួយយើងនៅឯចុងភូមិចោះពេលដែលបានប្រាក់ឯងទុកចោះពិតមែនណាខ្ញុំទុកចិត្តលើឯងហើយប៉ុន្តែខ្ញុំបានប្រាក់យកទៅសងគេហើយឯងទៅសម្រាប់ចោះព្រឹកស្អែកនេះនឹងបានចេញពីព្រឹកបន្តិចអញ្ចឹងយើងទៅសម្រាប់ហើយតើពេលនេះពុកឯងយ៉ាងម៉េចទៅហើយទេម៉ែពិតជាបារម្ភណាស់ម៉ែកុំបារម្ភពីពុកអីខ្ញុំដឹងថាពុកប្រកាសជាធ្វើបានគាត់នឹងរកប្រាក់បានហើយគាត់នឹងត្រឡប់មករកយើងវិញណាម៉ែកុំពិបាកចិត្តអីម៉ែទុកចិត្តលើពុកចុះយប់នេះខ្ញុំសុំដេកជាមួយម៉ែទៅបានទេប្រកាសជាបានហើយកូនសម្រាប់ទៅចាម៉ែពុកពីម្សិលមិញលោកពុកទៅផ្ទះអង្គម្ចាស់ធ្វើអីទៅពីណាពីណីមកមិនដែលទៅផងនឹងហេតុអីនៅសុកក៏ចង់ទៅអញ្ចឹងពុកគឺពុកទៅលេងធម្មតាទេឯងកុំមកចេះដឹងរឿងអីថ្ងៃនេះមិនចេញទៅណាទីអីមិនចេញទៅណាល្អហើយពុកមានរឿងចង់ស៊ូរឿងអីពុកស៊ូមកចោះខ្ញុំនេះឆ្លើយបានគ្រប់សំណួរបើពុកយកប្រពន្ធម្នាក់ទៀតតើកូនគិតយ៉ាងម៉េចអូហូពុកចាស់ហើយចង់បានប្រពន្ធអីទៀតអ្នកណាមកយកពុកនោះខ្ញុំគិតថាពុកទៅវត្តវិញល្អជាងផាត់ឯងយើងឲ្យឯងគិតយើងមិនឲ្យឯងថាឲ្យយើងទេពុកកុំខឹងអីខ្ញុំនិយាយលេងទេតើអ្នកណាគេពុកខ្ញុំស្គាល់ទេចំមែនឯងនេះកូនកុំទាន់ចង់ដឹងអីចាំពុកប្រកាសសិនពុកមិនសម្រេចចិត្តភ្លាមទេព្រោះពុកនេះក៏គិតដែរតើក្មេងឬចាស់ទៅពុកតែបើក្មេងខ្ញុំសុំបានទេព្រោះខ្ញុំនេះរកតែក្មេងទេបានហើយកុំនិយាយលេងអីតិចឥឡូវនឹងអូហូពុកគ្រាន់តែនិយាយលេងសោះក៏ខឹងដែរម្ចាស់យាយនៅម្នាក់ឯងមិនអុកសុកទេហើយផ្ទះក៏ស្ងាត់ទេប្រកាសជាអុកសុកហើយបើចៅមិនមករកម្ចាស់យាយថ្ងៃនេះខ្យល់អីបកចៅមកលេងផ្ទះយាយបែបនេះយ៉ាងម៉េចហើយឪពុករបស់ឯងសុខសប្បាយទេតាំងពីមានប្រពន្ធថ្មីមកដូចជាប្រងើយនឹងយាយណាស់ព្រោះតែបែបនេះហើយទើបខ្ញុំមកលេងម្ចាស់យាយនឹងណាព្រោះខ្ញុំមិនចង់នៅជាមួយម្ចាស់ពុកទេព្រោះខ្ញុំមិនចង់ឃើញមុខប្រពន្ធគាត់នឹងណាម្ចាស់យាយឲ្យខ្ញុំនៅសម្រាប់នៅទីនេះមួយរយៈសិនបានទេចង់នៅប្រហែលថ្ងៃក៏បានដែរយាយអនុញ្ញាតណាមួយម្ចាស់យាយក៏ចង់នៅជាមួយចៅដែរហើយយ៉ាងម៉េចហើយការងាររបស់ចៅទៅដល់ណាដល់ណីហើយពេលនេះខ្ញុំកំពុងតែរៀបចំណាម្ចាស់យាយពេលដែលខ្ញុំបើកហាងហើយខ្ញុំនឹងកាត់សម្លៀកបំពាក់ឲ្យម្ចាស់យាយមុនគេណាម្ចាស់យាយពេញចិត្តទេល្អណាស់ចៅថ្ងៃនេះយើងចំណេញប្រាក់ច្រើនយើងគិតតែជូតលៀងបន្តិចទៅល្អទេគឺខ្ញុំគិតថាខ្ញុំមិនអីទេខ្ញុំជាអ្នកប៉ាវឆាប់ទៅពូឆយពីមួយថ្ងៃទៅមួយថ្ងៃរកប្រាក់បានកាន់តែច្រើនជារៀងរាល់ថ្ងៃមិនបានប៉ុន្មានផងអាថាន់ក៏បាននាំពូឆយទៅដើរលេងរាល់ថ្ងៃមានថ្ងៃមួយអាថាន់ក៏បាននាំពូឆយទៅវងល្បែងពួកគេក៏បានលេងល្បែងគ្នាជារៀងរាល់ថ្ងៃមួយពួកគេទាំងពីរនាក់បានមកម្ដងទៀតគេក៏បានលេងល្បែងចាញ់អស់ទាំងលុយសន្សំអស់អ្វីទាំងអស់ធ្វើឲ្យពូឆយពិបាកចិត្តខ្លាំងណាស់មិនគូណាធ្វើបែបនេះទាល់តែសោះ